តែទៅគឺជា doom scrolling វីដេអូមួយនេះខ្ញុំនឹងមកនិយាយអំពីថាតើអា doom scrolling ហ្នឹងគឺជាអីហើយថាតើវាជះឥទ្ធិពលមកយើងបែបម៉េចហើយថាតើយើងអាចគេចចេញពីវាបានដោយរបៀបណា how to avoid it ក្នុងវីដេអូមួយនេះផងដែរខ្ញុំសូមឲ្យអ្នកនរគ្នា ignore background របស់ខ្ញុំទៅបើសិនជាវារៀងញ៉ៃទៅកាន់អ្នកនរគ្នាអញ្ចឹងយើងចូលមកកម្មវិធីរបស់យើងខ្ញុំចង់សួរទៅកាន់អ្នកនរគ្នាថាតើអ្នកនរគ្នាដែលធ្លាប់មើល TikTok ឬមួយក៏បើក Facebook ឬមួយក៏ scroll ទៅលើ social media ផ្សេងៗអត់ហើយនៅពេលដែលអ្នកនរគ្នាបានកំពុងតែ scroll ហ្នឹងគឺមានអារម្មណ៍ថានៅពេលដែលអ្នកនរគ្នាកំពុងតែ scroll យូរទៅអ្នកនរគ្នាមានអារម្មណ៍ថាកាន់តែជក់ទៅជាមួយទៅនឹងការ scroll ទាំងអស់ហ្នឹងដែរអត់អញ្ចឹងអាហ្នឹងហើយដែលគេហៅថា doom scrolling គឺវាធ្វើឲ្យយើងញៀនជាមួយទៅនឹងការដែលយើង scroll ទៅលើប្រព័ន្ធ social media ទាំងអស់ហ្នឹងមួយវិញទៀតចំពោះ doom scrolling នេះផងដែរក៏វាអាចធ្វើឲ្យយើង burn out ឬមួយក៏វាអាចធ្វើឲ្យខូចនៅ mentality របស់យើងនៅផ្លូវចិត្តរបស់យើងឯផ្សេងៗជាដើមអញ្ចឹងផលវិបាករបស់ doom scrolling គឺវាមានច្រើនក៏ប៉ុន្តែខ្ញុំសូមលើកយកតែចំណុចណាដែលសំខាន់ខ្ញុំនឹងលើកវាយកមកនិយាយទីមួយហ្នឹងគឺ waste your time without you realizing it បានន័យថា doom scrolling ហ្នឹងគឺវាធ្វើឲ្យអ្នកនរគ្នាញៀនជាមួយទៅនឹងអាការ scroll ទាំងអស់ហ្នឹងហើយវាធ្វើឲ្យយើងខាតពេលខ្លាំងមែនទែនអ្នកនរគ្នាធ្លាប់ចាប់អារម្មណ៍នៅពេលណាដែលអ្នកនរគ្នា scroll កាន់តែខ្លាំងគឺការ procrastinate ការពជាពេលរបស់អ្នកនរគ្នាហ្នឹងគឺកាន់តែកើនទៅវាថាឧទាហរណ៍ថាដូចថាយើងត្រូវធ្វើការលាងចានឬក៏យើងត្រូវធ្វើអីមួយចឹងយើងតែងតែពជាពេលថាចាំតិចទៀតដោយសារយើងគិតថាតិចទៀតហ្នឹងយើងនឹងទៅធ្វើវាឬមួយក៏យើងថាអូតែតិចទៀតទេអូទៅដល់ត្រឹមម៉ោងនេះគឺយើងនឹងឈប់ធ្វើហើយអាហ្នឹងហើយគឺជាការខ្ជះខ្ជាយពេលវេលានៅពេលដែលយើងធ្វើវាទីពីរគឺ increase stress and anxiety នៅពេលដែលយើង doom scrolling ខ្លាំងពេកទៅគឺធ្វើឲ្យយើងកាន់តែ stress ទៅជាមួយទៅនឹងព័ត៌មានទិន្នន័យដែលយើងបានអំពី social media ទាំងអស់ហ្នឹងហើយមួយវិញទៀតក៏វាធ្វើឲ្យយើងកើននៅ anxiety បានន័យថាយើងរៀងមានជំងឺមួយដែលវាថាយើងខ្លាចសង្គមខ្លាចមនុស្សនៅជុំវិញខ្លួនយើងអញ្ចឹងគឺយើងអត់ចង់ចេញទៅជួបអ្នកណាគេទាំងអស់គឺយើងគ្រាន់តែចង់នៅតែក្នុងផ្ទះវាថារៀងស្រឡាញ់បន្ទប់អីចឹងណាទី3នោះគឺ make it harder to focus on work ឬមួយក៏ study បានន័យថានៅពេលដែលយើងធ្វើអា doom scrolling នឹងខ្លាំងពេកគឺយើងចំណាយពេលរបស់យើងគឺយើង scroll វាយូរទៅអញ្ចឹងវាធ្វើឲ្យយើងនឹងពិបាកនៅក្នុងការបដោតដោយសារអីនៅពេលដែលយើង scroll យូរទៅវាចេញអា hormone មួយដែលអាហ្នឹងតកតមួយវិទ្យាសាស្ត្រតែខ្ញុំអត់សូវជាច្បាស់ទេក៏ប៉ុន្តែខ្ញុំអាចប្រាប់អ្នកនរគ្នាបានគឺវានឹងបញ្ចេញ hormone មួយដែលគេហៅថា dopamine ដែលវាធ្វើឲ្យយើងសប្បាយនៅក្នុងការ scroll វាអញ្ចឹងយើងពិបាកនៅក្នុងការបដោតឬការអានសៀវភៅការសិក្សាឬមួយក៏យើងធ្វើការងារមួយផ្សេងគឺយើងពិបាកបដោតខ្លាំងមែនទែនហេតុអីបើខ្ញុំនិយាយចឹងដោយសារគឺយើងញៀនតែជាមួយនឹងការដែលយើងទៅ scroll នៅអាបញ្ហា doom រឿងនៅក្នុងទូរស័ព្ទហ្នឹងដោយសារអីកាន់តែ scroll កាន់តែធ្វើឲ្យខួរក្បាលយើងញៀនជាមួយអាហ្នឹងក៏ប៉ុន្តែវាក៏ burn out យើងផងដែរហើយទី4នោះគឺ affect your sleep especially if you scroll it before bed វានឹងជះឥទ្ធិពលមិនល្អមួយនៅពេលដែលយើង scroll វាមុននឹងយើងចូលគេអញ្ចឹងបើសិនជាអ្នកនរគ្នាជាអ្នកដែលពាក់វ៉ែនតាឬមួយក៏អ្នកនរគ្នាធ្លាប់ទៅហាងកាត់វ៉ែនតាអីខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាស្គាល់នៅ blue light ហើយដែល blue light ហ្នឹងគឺវានឹងធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងគឺញៀនជាមួយទៅនឹងអា blue light ហ្នឹងខ្លាំងមែនតើក្រែងនៅពេលណាដែលយើងញៀនជាមួយទៅនឹង blue light ហ្នឹងយូរទៅវាធ្វើឲ្យយើងហ្នឹងជក់មើលអាហ្នឹងហើយមួយទៀត blue light ហ្នឹងក៏វាធ្វើឲ្យការដាស់កោសិកាខួរក្បាលរបស់យើងហ្នឹងគឺវាភ្ញាក់ទាំងអស់អញ្ចឹងគឺយើងអាចគេងបានទេអ្នកនរគ្នាដែលចាប់អារម្មណ៍នៅពេលណាដែលអ្នកនរគ្នា scroll មុននឹងអ្នកនរគ្នារៀបគេងគឺអ្នកនរគ្នានឹងមានអារម្មណ៍ថាគេងអត់លក់អីគឺចង់ទៅ scroll ថែមទៀតហើយទី5ដែលជាចំណុចចុងក្រោយគេនោះគឺ leave you feeling mentally exhausted instead of entertained បានន័យថាវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងហត់ហ្មងទោះបីយើងអត់ធ្វើអីយើងអង្គុយទៅមកកន្លែងយើង scroll ក៏យើងមានអារម្មណ៍ថាហត់ដែរអញ្ចឹងខ្ញុំជឿថានៅពេលដែលយើងធ្លាប់ទៅហាងកាហ្វេក៏យើងធ្លាប់អង្គុយ scroll អញ្ចឹងយូរទៅយើងមានអារម្មណ៍ថាហត់ខ្លាំងមែនតើហ្មងចូលមកដល់ចំណុចសំខាន់បន្ទាប់តា how to avoid it តាយើងត្រូវធ្វើម៉េចដើម្បីជៀសឆ្ងាយពីអា doom scrolling ហ្នឹងយើង scroll ដែរក៏ប៉ុន្តែយើងអត់ជាប់ទៅនឹងអាការដែលយើងញៀននៅក្នុងការ scrolling ហ្នឹងទាំងអស់ហ្នឹងទីមួយហ្នឹងអ្នកនរគ្នាអាចធ្វើវិធីសាស្ត្រនេះបានដោយអ្នកនរគ្នាគឺត្រូវកំណត់ម៉ោងឲ្យច្បាស់ថាតើអ្នកនរគ្នាចង់ scroll វាប្រហែលនាទីអ្នកនរគ្នាចង់មើលអានេះមើលអានោះឬក៏ប្រហែលនាទីនៅពេលដែលដល់នាទីអ្នកនរគ្នាត្រូវបិទហើយអ្នកនរគ្នាត្រូវដើរចេញភ្លាមក៏ប៉ុន្តែសម្រាប់ការ set limit time នេះគឺខ្ញុំសនំពរឲ្យអ្នកនរគ្នាកុំដាក់ limit កុំដាក់ថែមវាយូរខ្លាំងពេកតែកាលណាដាក់យូរខ្លាំងពេកវាធ្វើឲ្យយើងញៀនទី2ខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើការ remove នៅ notification ឬមួយក៏យើងបើកមុខងារមួយដែលមានឈ្មោះថា do not disturb នៅក្នុងទូរស័ព្ទរបស់យើងហ្នឹងគឺដើម្បីកុំឲ្យយើងចេះតែឃើញ notification ធម្មតានៅពេលដែលយើងធ្វើការឬមួយក៏យើងកំពុងតែរៀនអីនៅពេលដែលយើងសុកយើងឃើញ notification ខ្ញុំជឿថាមិនថាអ្នកនរគ្នាមិនថាខ្ញុំឯងគឺប្រកាសជាចង់ដឹងហើយចង់ទៅបើកមើលថាតើ notification ហ្នឹងតើអ្នកណាគេគឺជាអ្នកឆាតមកយើងអីចឹងទៅហើយវិធីសាស្ត្រទី3គឺអ្នកនរគ្នាអាច replace scrolling with another activity គឺបានន័យថាយើងយកការងារអីមួយមកដាក់នៅពីមុខរបស់យើងដើម្បីយើងធ្វើការងារហ្នឹងជាជាងយើងទៅណេហើយយើងវក់នៅជាមួយទៅនឹង doom scrolling ហ្នឹងគឺទី3នេះគឺខ្ញុំបកស្រាយតែប៉ុណ្្នឹងហើយចុងក្រោយអ្នកនរគ្នាត្រូវចាំថា social media isn't a problem but the problem is we stuck in doom scrolling